នជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺបងមកបង្ហាញអំពីដួសចកជូនបងប្អូនទាំងត្រាក់ចាអញ្ចឹងគឺបងប្អូននៅខាងខេត្តកំពង់ចាមគឺគាត់កំងចំនួន300គីឡូអញ្ចឹងគឺបងធ្វើការដួសឲ្យរសោះបងអាចមើលបាននេះកំពុងតែទម្រាបគ្នាឲ្យរសោះហើយអញ្ចឹងគឺបន្តិចទៀតគឺយើងនឹងបញ្ចប់ជូនបងចាអញ្ចឹងតើតើនឹងចោបងចង់កំងយកទៅដាំឬយកទៅធ្វើជាចំណីត្រីគឺខាងប្អូនមានបងជាក់ស្ដែងបងអាចមើលបាននេះមកមើលទាំងអស់គ្នាហើយនេះចកខាងប្អូនគឺស្លឹកធំបងឬវែងហើយសត 100% អត់មានបាយទាលេទេហើយថ្ងៃនេះដែរក៏ប្អូនសូមអរគុណដែលបងតែងតែគ្រប់គ្រងនៅខាងផ្នែកកសិកម្មដាំចូលអសឡារបស់ប្អូនមួយនេះចាជាចំណីសត្វគ្រប់ប្រភេទចឹងបងដែរកំងមិនថាតិចគឺមិនថាច្រើនចាប្អូនសូមជូនពរបងគ្រប់ក្រុមគ្រួសាររកទទួលទានមានបានចាហេងជូនពរឆ្នាំថ្មីហេងទាំងអស់គ្នាចឹងគឺវីដេអូបងប្អូនថ្ងៃនេះគឺមានតែប៉ុណ្ណេះឯងសូមជម្រាប